មហាសេដ្ឋីបានដោះរបាំងមុខរបស់នាងចេញយឺតឃើញថានាងមានសម្រស់ស្រស់ស្អាតគួរឲ្យទាក់ទាញគាត់បានលងស្នេហ៍នឹងនាងតាំងពីថ្ងៃដំបូងហើយនាងបានស្រវឹងក៏ត្រូវបានមហាសេដ្ឋីចាប់អារម្មណ៍នឹងនាងផងដែរអ្នកទាំងពីរមានរាត្រីដ៏អស្ចារ្យជាមួយគ្នាពេលនាងភ្ញាក់ពីដំណេកម្ដងទៀតនាងសោកស្ដាយយ៉ាងខ្លាំងព្រោះនាងនឹងក្លាយជាកូនក្រមុំនៅថ្ងៃនេះមហាសេដ្ឋីបោះលុយ$10 លានឲ្យនាងបានបដិសេធលុយរបស់មហាសេដ្ឋីហើយចាក់ចេញទៅនាងប្រញាប់ទៅកន្លែងរៀបការរបស់នាងជាបន្ទាន់បន្ទាប់មកក៏ប្រញាប់រត់ឡើងលើផ្ទះដើម្បីផាត់មុខនៅពេលនេះមហាសេដ្ឋីពិតជាបានមកដល់កន្លែងនោះដែរគាត់ឃើញតែពីក្រោយខ្នងរបស់នាងខណៈនាងឡើងទៅលើផ្ទះមានន័យថាគាត់បានធំឡើងជាមួយក្មេងស្រីមហាសេដ្ឋីមិនព្រមរៀបការជាមួយនារីម្នាក់នេះទេហើយឪពុករបស់គាត់នៅតែសរសើរពីគុណធម៌របស់ក្មេងស្រីនោះថែមទាំងគំរាមមហាសេដ្ឋីនៅសិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិគ្រួសារទៀតផងមហាសេដ្ឋីបានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះសំណើរបស់ឪពុកខ្លួនព្រោះគាត់បានលងស្នេហ៍នឹងនារីម្នាក់នេះយ៉ាងខ្លាំងតាំងពីយប់មិញគាត់ឡើងលើឆាកហើយប្រាប់ភ្ញៀវទាំងអស់ថាពិធីមង្គលការត្រូវបានលុបចោលដោយនិយាយថាថ្ងៃនេះកូនក្រមុំជាអ្នកជីកមាសឥតប្រយោជន៍នោះមិនបានមកចូលរួមនោះទេនាងកំពុងផាត់មុខខឹងយ៉ាងខ្លាំងពេលលើបែបនេះពេលដែលនាងមានអារម្មណ៍ថាសំឡេងនោះស្យាមហើយរត់ចុះមកក្រោមមហាសេដ្ឋីក៏ងាកក្រោយរួចក៏ចាក់ចេញទៅនាងក៏ឃើញតែពីក្រោយខ្នងព្រោះដែលនាងធ្លាប់ស្គាល់នាងឆ្ងល់ថាតើគេអាចជាអ្នកផ្សេងឬជាមនុស្សប្រុសម្នាក់នៅយប់នោះនាងរៀបនឹងយឺតសម្រាប់ការសម្ភាសនោះបានចុចប៊ូតុងជណ្ដើរយន្តដោយអន្ទះសារពេលទ្វារជណ្ដើរយន្តបើកនាងក៏ប្រញាប់ប្រញ័រយ៉ាងលឿនប៉ុន្តែចៃដន្យឲ្យបានបុកនឹងបុរសម្នាក់នៅយប់នោះគាត់ចាប់នាងដែលរៀបនឹងដួលនាងបានស្គាល់គាត់ភ្លាមមានន័យថាពួកគេបានចំណាយពេលមួយយប់ដ៏អស្ចារ្យជាមួយគ្នាដោយចៃដន្យបុរសជាសេដ្ឋីជឿននាងថាជាស្រីមុខលុយដេញតាមគាត់មិនឈប់នាងបានខឹងគាត់ហើយថាឲ្យគាត់ជាមនុស្សបែកថ្នាំពេលនាងរុញទ្វារបន្ទប់សម្ភាសនាងភ្ញាក់ផ្អើលពេលឃើញអ្នកសម្ភាសនាងជាគាត់ថែមទាំងបាននិយាយដោយផ្ទាល់ថាគាត់នឹងលុបការចងចាំទាំងអស់នៅពេលដែលគាត់ឃើញនាងបាននិយាយថាតើលោកមិនសួរខ្ញុំពីជំនាញនិងសមត្ថភាពវិជ្ជាជីវៈរបស់ខ្ញុំឬទេគាត់បានបណ្ដេញនាងចេញដោយមើលងាយពាក្យសម្ដីរបស់នាងគាត់បានសួរនាងថាតើភាពឥតប្រយោជន៍របស់នាងមានវិជ្ជាជីវៈគ្រប់គ្រាន់ឬអត់នាងខឹងបានបោះប្រវត្តិរូបរបស់នាងនៅលើតុពេលនោះលេខារបស់គាត់បានរុញទ្វារចូលមកស្ត្រីជាលេខាបានឲ្យបុរសពិនិត្យប្លង់ផលិតផលថ្មីរបស់ក្រុមហ៊ុនបុរសនោះពេញចិត្តនឹងប្លង់នេះខ្លាំងណាស់ប៉ុន្តែនាងបានចង្អុលបង្ហាញដោយផ្ទាល់ថាការគូរប្លង់នេះត្រូវបានគេសង្ស័យថាមានការលួចចម្លងស្ត្រីជាលេខាបានចោទនាងថានិយាយកុហកគាត់ជឿលើនាងហើយសុំឲ្យលេខារបស់គាត់ពិនិត្យក្រោយពីធ្វើពិនិត្យរួចទើបបញ្ជាក់ថានាងនិយាយត្រូវគាត់ទទួលស្គាល់សមត្ថភាពរបស់នាងថាខ្លាំងហើយបានផ្ដល់ប្រាក់ខែខ្ពស់ឲ្យទៅនាងហើយនាងបានសើចឲ្យគាត់ដែលបានផ្លាស់ប្ដូរចិត្តភ្លាមហើយចាប់ផ្ដើមនិយាយចំអកឲ្យគាត់នៅពេលនាងឮថាគាត់មិនដឹងអ្វីនៅថ្ងៃការងារដំបូងរបស់នាងស្ត្រីជាលេខាបានចាត់តាំងកិច្ចការដ៏លំបាកបំផុតទៅឲ្យនាងពេលនាងងាកចេញស្ត្រីជាលេខាបង្ហាញស្នាមញញឹមដ៏គួរឲ្យខ្លាចបន្ទាប់មកនាងត្រូវអមដំណើរការលំបាកបំផុតក្នុងការដោះស្រាយជាមួយអតិថិជនដើម្បីវាយកូនគោលនាងត្រូវបុរសម្នាក់ជាអតិថិជនមករំខានសកម្មភាពរបស់នាងចំពោះបុរសជាអតិថិជនបានរៀនវាយកូនគោពីនាងយ៉ាងស្វាហាប់បុរសអ្នកមានក៏មកដល់កន្លែងវាយកូនគោដែរនៅពេលនេះនាងបានដកកិច្ចសន្យាហើយសុំឲ្យអតិថិជនចុះហត្ថលេខាប៉ុន្តែអតិថិជនបានយកទឹកចេញហើយសុំឲ្យនាងផឹកទឹកសិននាងមិនមានសង្ស័យអ្វីច្រើនក៏បានផឹកពួកគេបានបង្ហាញស្នាមញញឹមដ៏ជោគជ័យអតិថិជនបាននិយាយថាគាត់នឹងចុះហត្ថលេខាបន្ទាប់ពីការវាយកូនគោចប់បន្ទាប់មកបុរសជាអតិថិជនបានដើរទៅវិញជាមួយបុរសម្នាក់នោះនាងត្រូវបានចាក់ចេញពីពួកគេនៅពេលនោះហើយពួកគេមានគម្រោងការទុកជាមុនដើម្បីបញ្ជូនមានទៅបុរសអ្នកមានពេលនាងកំពុងផ្លាស់សម្លៀកបំពាក់ស្រាប់តែមានអារម្មណ៍ថាវិលមុខភ្ញៀវក៏ប្រញាប់ចូលទៅក្នុងបន្ទប់របស់នាងបានសួរគាត់ថាហេតុអ្វីបានជាលោកចូលក្នុងបន្ទប់ផ្លាស់ប្ដូរសម្លៀកបំពាក់មនុស្សស្រីអតិថិជនបាននិយាយថាគាត់គឺជាអតិថិជនកម្រិតខ្ពស់ហើយអាចចូលបានគ្រប់ទីកន្លែងបន្ទាប់មកគាត់បានចាប់សក់នាងហើយចង់នាងយកទៅឆ្ងាយនាងខឹងបានរត់គេចខ្លួនពីបុរសនោះនាងបានរត់គេចពីការចាប់ខ្លួនរបស់អតិថិជនតាមភាពវៃឆ្លាតរបស់នាងនៅពេលដែលនាងរត់គេចពីការតាមប្រម៉ាញ់ពីអតិថិជននាងមានសំណាងបានជួបបុរសជាមហាសេដ្ឋីនៅក្នុងជណ្ដើរយន្តគាត់ក៏បានជួយសង្គ្រោះនាងប៉ុន្តែអ្វីដែលគាត់មិនបានដឹងគឺនាងមិនត្រឹមតែជាអ្នកក្រោមអាវ៉ាតគាត់ប៉ុណ្ណោះទេថែមទាំងជាប្រពន្ធគាត់ទៀតផងពួកគេជាគូស្នេហ៍ដ៏ល្អឥតខ្ចោះ
បុរសជាអតិថិជនគេបានគំរាមមហាសេដ្ឋីកុំឲ្យជ្រៀតជ្រែកក្នុងរឿងអ្នកដទៃប៉ុន្តែពេលមហាសេដ្ឋីងាកមកវិញបុរសជាអតិថិជននោះមានការច្របូកច្របល់ជាខ្លាំងខណៈដែលគាត់បានឃើញមហាសេដ្ឋីនៅពេលនេះបន្ទាប់ពីនាងហើយមហាសេដ្ឋីថាប្តីហើយនាងក៏បានដួលសន្លប់បុរសជាអតិថិជនយល់ច្រឡំថានាងជាប្រពន្ធរបស់មហាសេដ្ឋីគាត់បានលុតជង្គង់នៅលើដីអង្វរសុំការអភ័យទោសហើយទះកំភ្លៀងខ្លួនឯងរហូតដល់មហាសេដ្ឋីបដិសេធថានាងមិនមែនជាប្រពន្ធខ្ញុំទេបុរសនោះក្រោកឈរឡើងភ្លាមមិនត្រឹមតែជាប្រមាថនាងប៉ុណ្ណោះទេថែមទាំងបានសុំឲ្យមហាសេដ្ឋីប្រគល់នាងមកគាត់វិញមហាសេដ្ឋីខឹងយ៉ាងខ្លាំងគាត់បានបដិសេធសំណើរបស់បុរសជាអតិថិជនហើយរៀបចំឲ្យកូនចៅរបស់គាត់វានឹងលុបកិច្ចព្រមព្រៀងអាជីវកម្មជាមួយបុរសនោះភ័យខ្លាចភ្លាមក៏ដួលទៅដីគាត់បានចាប់នាងដែលបានសន្លប់ហើយយកនាងទៅបន្ទប់របស់គាត់មានន័យថាមហាសេដ្ឋីគឺជាថៅកែរបស់នាងខណៈដែលគាត់កំពុងស្ដីបន្ទោសនាងថាមិនការពារខ្លួនមានក៏បានចាប់ផ្ដើមថាគាត់ហើយគាត់ថាប្តីម្ដងទៀតរហូតមកដល់ពេលនេះគាត់នៅតែគិតថានាងបានធ្វើខុសនឹងអ្នកណាម្នាក់គាត់ដាក់នាងឲ្យនៅក្នុងអាងងូតទឹកដើម្បីឲ្យនាងស្ងប់នាងមើលមកគាត់ដោយក្តីស្រឡាញ់នៅក្នុងកែវភ្នែករបស់នាងគាត់គ្រាន់តែមិនបានដឹងថាពីនាងតែប៉ុណ្ណោះនាងបានដើរសំដៅទៅរកស្ត្រីដែលមានល្បិចទាំងកំហឹងយ៉ាងណាក៏ដោយស្ត្រីដែលមានល្បិចក៏បានស្ដីបន្ទោសឲ្យនាងជាមុនដោយថាឲ្យនាងមិនបានបំពេញកិច្ចការឲ្យបានល្អនាងចាប់កៅអៅរបស់ស្ត្រីមានល្បិចមួយរំពេចហើយស្ដីបន្ទោសឲ្យស្ត្រីមានឧបករណ៍ដែលមានគំនិតស្មុគគ្រប់ដោយចេតនាបង្កើតបញ្ហាលំបាកឲ្យនាងស្ត្រីដែលមានល្បិចចាប់ដៃនាងហើយនិយាយថានាងបានបាត់បង់នឹងភ្ញៀវធំហើយឥឡូវនេះនាងក៏បានអស់សង្ឃឹមបុរសជាមហាសេដ្ឋីបានសួរទៅស្ត្រីដែលមានល្បិចថាតើនាងនឹងទទួលខុសត្រូវរឿងនេះដែរឬទេនាងមានការច្របូកច្របល់ជាខ្លាំងស្ត្រីមានល្បិចក៏បានបង្វែររឿងទាំងអស់ចំពោះការបរាជ័យនៃគម្រោងនោះហើយបានស្ដីបន្ទោសទៅនាងមហាសេដ្ឋីបាននិយាយថាគឺគាត់ដែលបានលុបចោលការសហការជាមួយអតិថិជននាងមានការភ្ញាក់ផ្អើលជាខ្លាំងគាត់បានប្រកែកថាគឺនាងមិនអាចធ្វើបានទេក្នុងការចិតចេញឲ្យនាងនៅកិច្ចការនៅខាងក្រៅណាមួយនាងបានត្រឹមតែយល់ព្រមបន្ទាប់ពីគាត់បានចាក់ចេញទៅស្ត្រីដែលមានល្បិចក៏គិតពិចារណាអំពីមូលហេតុដែលគាត់បានជួយនាងស្ត្រីមានល្បិចក៏បានខឹងក៏សម្រេចចិត្តរកល្បិចដេញនាងចេញពីក្រុមហ៊ុននៅពេលនេះនាងអង្គុយនៅកន្លែងការងាររបស់នាងហើយបានទទួលទូរស័ព្ទជីតារបស់នាងកំពុងមកក្រុមហ៊ុនដើម្បីទៅលេងនាងនៅពេលដែលនាងកំពុងចែកលេងយ៉ាងសប្បាយរីករាយជាមួយជីតារបស់នាងស្ត្រីដែលមានល្បិចក៏ចង់ស៊ើបការគ្រប់យ៉ាងពីនាងស្ត្រីមានល្បិចក៏គិតថានាងបានរៀបការជាមួយបុរសចំណាស់អ្នកមានម្នាក់ដោយឥតប្រយោជន៍ហើយស្ត្រីមានល្បិចក៏បាននិយាយប្រាប់មហាសេដ្ឋីអំពីរឿងនេះនៅពេលនោះគាត់មិនបានឃើញច្បាស់ទេថាបុរសចំណាស់ជាជីតារបស់គាត់ហើយក៏ជាប្រធានក្រុមពិតប្រាកដដែរស្ត្រីដែលមានល្បិចក៏បានសម្រេចចិត្តថ្លែងបន្លំខ្លួនជាប្រពន្ធរបស់មហាសេដ្ឋីព្រោះនាងគឺថាប្រពន្ធមហាសេដ្ឋីកំពុងចុះមកពិនិត្យក្រុមហ៊ុនហើយបានលាក់អត្តសញ្ញាណពិតនាងគឺជាប្រពន្ធពិតប្រាកដរបស់មហាសេដ្ឋីនៅពេលនេះនាងត្រូវបានជ្រើសរើសជាបុគ្គលិកពេញសិទ្ធិដោយផ្ទាល់ដោយសារតែសមត្ថភាពនិងសម្រស់របស់នាងបានទាក់ទាញចិត្តពីគាត់ភ្លាមនោះស្រាប់តែគាត់សួរថាតើនាងរាល់ថ្ងៃរស់នៅតែម្នាក់ឯងឬក៏មានដៃគូហើយនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងបាននិយាយថាជីវិតខ្ញុំគឺរស់នៅតែម្នាក់ឯងហើយសាមញ្ញណាស់ក្រោយពីបានចម្លើយរបស់នាងគាត់ក៏មានអារម្មណ៍សប្បាយចិត្តជាខ្លាំងមានន័យថាគាត់បានលងស្នេហ៍នឹងនាងប៉ុន្តែគាត់មិនបានដឹងថានាងជាប្រពន្ធរបស់ខ្លួននោះទេនៅពេលនេះនៅពេលដែលនាងធ្វើការជាធម្មតាស្ត្រីដែលមានល្បិចក៏មានចេតនាបង្កការលំបាកដល់នាងជាមួយនឹងបញ្ហាតូចតាចនាងយំដោយមិនពេញចិត្តហើយសួរស្ត្រីដែលមានល្បិចលោកចង់ដឹងថាតើនាងស្គាល់អត្តសញ្ញាណពិតឬអត់បន្ទាប់មកនាងក្រោកឈរដោយនិយាយថានាងជាអ្នករចនាពេញម៉ោងរួចទៅហើយនាងមិនជឿរហូតដល់បុគ្គលិកក្រោមបញ្ជាប្រាប់នាងថាវាជាការពិតស្ត្រីដែលមានល្បិចដោយប្រើលេសថាខ្លួនជាមេរបស់នាងបានបោះឯកសារទាំងអស់ទៅលើតូរបស់នាងត្រូវសម្រេចចិត្តបញ្ចប់ភារកិច្ចការងារពេលនាងបញ្ចប់ការងារថែមម៉ោងហើយរៀបចំគ្រប់យ៉ាងនាងក៏បានប៉ះគ្នាជាមួយគាត់ម្ដងទៀតគាត់បានអោបនាងពួកគេបានចាប់អារម្មណ៍និងសម្លឹងមុខគ្នាដោយក្រសែភ្នែកទៅវិញទៅមកហើយគាត់ក៏បានរកឃើញថានាងមិនត្រឹមតែពូកែខាងរចនាប៉ុណ្ណោះទេថែមទាំងអាចបញ្ជាទិញទំនិញពីភោជនីយដ្ឋានលំដាប់ខ្ពស់បានទៀតផង